លោកអាប់តុលឡោះបារឹកអលគូរីត្រូវបានគេស្គាល់ថាជាមូស្លីមថ្មីខណៈដែលលោកចូលកាន់សាសនាអ៊ីស្លាមកាលពីឆ្នាំ2009លោកអាប់តុលឡោះបារឹកអលគូរីសរសេរសារនៅលើបណ្ដាញសង្គមរបស់លោកកាលពីថ្ងៃទី24ខែមិថុនាឆ្នាំ2026ផ្ញើទៅកាន់លោកបណ្ឌិតសៀសសូលេះអលហ្វោសានមុហ្វទីជាន់ខ្ពស់នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតយ៉ាងក្តុកក្តួលបំផុតដោយស្នើសុំឱកាសចូលរៀននិងស្វែងរកចំណេះដឹងនៅទីក្រុងម៉ាកាឬទីក្រុងម៉ាទីណានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតដើម្បីបម្រើការអប់រំអ៊ីស្លាមនិងការដាវ៉ាផ្សព្វផ្សាយអ៊ីស្លាមនៅក្នុងប្រទេសកូរ៉េនៅក្នុងសារយ៉ាងវែងអនឡាញរបស់លោកបញ្ជាក់ថាចំនួនមូស្លីមថ្មីនៅក្នុងប្រទេសកូរ៉េកំពុងកើនឡើងគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយមកដល់ឆ្នាំ2026នេះគឺមិនទាន់មានអ៊ីម៉ាំកូរ៉េថ្មីណាមួយបង្ហាញខ្លួនហើយក៏មិនមានវិហារអ៊ីស្លាមថ្មីណាមួយត្រូវបានបង្កើតឡើងដោយថ្លែងធម្មទេសនាខុតបាជាភាសាកូរ៉េនោះឡើយនៅក្នុងសារដដែលលោកបន្ថែមថាមិនមានមនុស្សគ្រប់គ្រាន់ដើម្បីតាមដានថែរក្សាមូស្លីមកូរ៉េថ្មីនោះទេលើសពីនោះគឺមិនមានស្ថាប័នអប់រំអ៊ីស្លាមណាមួយដើម្បីផ្ដល់ឲ្យពួកគេនៅការអប់រំដែលមានរចនាសម្ព័ន្ធនោះទេក្នុងនោះក៏មានអ្នកខ្លះបានចាក់ចេញពីសាសនាអ៊ីស្លាមវិញបន្ទាប់ពីមានការប្រែចិត្តប្រែជំនឿរបស់ពួកគេខណៈដែលអ្នកផ្សេងទៀតនៅតែជាមូស្លីមត្រឹមតែជាឈ្មោះដោយមិនដឹងពីរបៀបអនុវត្តកាតព្វកិច្ចសាសនានោះឡើយសារដែលលោកអាប់តុលឡោះបារឹកអលគូរីសរសេរផ្ញើទៅមុហ្វទីជាន់ខ្ពស់នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតរៀបរាប់ថាអ៊ីម៉ាំកូរ៉េតែមួយគត់នៅក្នុងប្រទេសកូរ៉េសប្តាហ៍ថ្ងៃនេះហើយមានតែវិហារអ៊ីស្លាមមួយប៉ុណ្ណោះដែលធម្មទេសនាត្រូវបានថ្លែងជាភាសាកូរ៉េខ្ញុំយល់ថារឿងនេះគឺមិនសមហេតុផលនោះទេតើសាសនាអ៊ីស្លាមមិនមែនជាសាសនាពិតទេឬប្រសិនបើសាសនាមិនពិតកំពុងបង្កើតសាលារៀនសាកលវិទ្យាល័យនិងបណ្ដាញសាសនាថ្មីហេតុអ្វីបានជាប្រជាជនមូស្លីមមិនខិតខំផ្សព្វផ្សាយសាសនាអ៊ីស្លាមនៅក្នុងប្រទេសកូរ៉េលោកបន្ថែមថាគោលដៅរបស់ខ្ញុំមិនមែនជាផលប្រយោជន៍ផ្ទាល់ខ្លួនឬក៏ផលប្រយោជន៍លោកីនោះទេខ្ញុំចង់រៀនចំណេះដឹងអ៊ីស្លាមពិតប្រាកដបន្ទាប់មកបង្រៀនសាសនាអ៊ីស្លាមជាភាសាកូរ៉េដល់ប្រជាជនមូស្លីមកូរ៉េហើយនៅទីបំផុតអាចនឹងបង្កើតវិហារអ៊ីស្លាមនិងស្ថាប័នអប់រំអ៊ីស្លាមនៅក្នុងប្រទេសកូរ៉េដើម្បីបម្រើសាសនាអ៊ីស្លាមនៅក្នុងសង្គមកូរ៉េនេះអស់រយៈពេល10ឆ្នាំកន្លងមកហើយខ្ញុំបានព្យាយាមសិក្សានៅសាកលវិទ្យាល័យអ៊ីស្លាមនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតខ្ញុំបានជួបជាមួយមន្ត្រីនិងអ្នកប្រាជ្ញជាច្រើនពន្យល់ពីស្ថានភាពរបស់ខ្ញុំទោះបីជាយ៉ាងណាក៏ដោយខ្ញុំបានទទួលការឆ្លើយតបមួយដែលបញ្ជាក់ថាការចូលរៀនសម្រាប់បេក្ខជនដែលមានវ័យចំណាស់បានคล้ายទៅជាការលំបាកដោយសារតែការផ្លាស់ប្ដូរថ្មីនៅក្នុងគោលការណ៍ចូលរៀននិងការរឹតបន្តឹងអាយុខ្ញុំក៏បានស្វែងរកវិធីដើម្បីចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យនៅវិហារអ៊ីស្លាមនៅទីក្រុងម៉ាកានិងមហាវិទ្យាល័យនៅវិហារអ៊ីស្លាមនៅទីក្រុងម៉ាទីណានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប៉ុន្តែខ្ញុំត្រូវបានគេជូនដំណឹងទាំងពីរថាពួកគេមិនអាចទទួលយកនរណាម្នាក់ដោយគ្មានលិខិតអនុញ្ញាតស្នាក់នៅអារ៉ាប៊ីសាអូឌីតដែលមានសុពលភាពនោះទេខ្ញុំក៏បានទៅសាកលវិទ្យាល័យ Al-Azhar នៅប្រទេសអេស៊ីបផងដែរប៉ុន្តែគេប្រាប់ខ្ញុំនៅទីនោះថាមិនអាចទទួលយកបាននោះទេដោយសារតែអាយុរបស់ខ្ញុំថែមទាំងបានសុំសៀវភៅដែលខ្ញុំអាចសិក្សាដោយខ្លួនឯងពីពួកគេប៉ុន្តែសំណើរបស់ខ្ញុំត្រូវបានបដិសេធយ៉ាងណាក៏ដោយខ្ញុំក៏មិនអស់សង្ឃឹមឬក៏បោះបង់ការស្វែងរកចំណេះដឹងរបស់ខ្ញុំនោះដែរទោះបីជាខ្ញុំមិនមានឱកាសសិក្សានៅស្ថាប័នអប់រំផ្លូវការក៏ដោយខ្ញុំបានបន្តការសិក្សារបស់ខ្ញុំដោយឯកជនតាមរយៈកម្មវិធីសិក្សាពីចម្ងាយនៅវិទ្យាស្ថាននិងស្ថាប័នផ្សេងទៀតមុនពេលត្រឡប់ទៅប្រទេសកូរ៉េវិញខ្ញុំចង់មានបទពិសោធន៍ចុងក្រោយមួយក្នុងការរៀនសូត្រដោយផ្ទាល់អំពីស្ថាប័នអប់រំអ៊ីស្លាមនៅទីក្រុងម៉ាកាឬទីក្រុងម៉ាទីណាខ្ញុំក៏ចង់បង្ហាញទៅដល់ជនជាតិកូរ៉េថាប្រជាជនមូស្លីមគឺសហការគ្នាចែករំលែកអារម្មណ៍នៃភេទរភាពជាបងប្អូននិងស្វាគមន៍គ្នាទៅវិញទៅមកយ៉ាងកក់ក្ដៅចាប់តាំងពីខ្ញុំចូលកាន់សាសនាអ៊ីស្លាមនៅឆ្នាំ2000ខ្ញុំមិនដែលចាក់ចេញពីវានោះឡើយទោះបីជាមានចំណុចខ្វះខាតឬក៏ចំណុចខ្សោយរបស់ខ្ញុំក៏ដោយខ្ញុំបានរស់នៅដោយបន្តការតាវ៉ាផ្សព្វផ្សាយអ៊ីស្លាមហើយជនជាតិកូរ៉េឲ្យមកចូលកាន់សាសនាអ៊ីស្លាមប្រសិនបើអល់ឡោះជាម្ចាស់សពប្រតិខ្ញុំនឹងបន្តការងារនេះនាពេលអនាគតទៀតលោកអាប់តុលឡោះបារឹកអលគូរីបង្ហាញពីទឹកចិត្តចង់រៀនសូត្រនិងប្រាថ្នាមានឱកាសស្ដាប់ដោយផ្ទាល់ពីអ្នកប្រាជ្ញអ៊ីស្លាម
រៀនចំណេះដឹងល្អៗដោយផ្អែកទៅលើគម្ពីរអល់កុរអាននិងអស្សុនណាដើម្បីលោកអាចបង្រៀនសាសនាអ៊ីស្លាមឲ្យបានត្រឹមត្រូវនៅក្នុងប្រទេសកូរ៉េជាមួយគ្នានោះដែរលោកអាប់តុលឡោះបារឹកអាល់កូរីស្នើទៅដល់លោកបណ្ឌិតជាសូលេះអាល់ហ្វោដានមុហ្វទីជាន់ខ្ពស់នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតមេត្តាពិចារណាអំពីស្ថានភាពរបស់លោកនិងភាពស្មោះត្រង់នៃចេតនារបស់លោកហើយណែនាំលោកទៅកាន់អាជ្ញាធរពាក់ព័ន្ធដើម្បីឲ្យលោកអាចសិក្សាក្នុងរយៈពេលកំណត់ឬចូលរៀននៅសាកលវិទ្យាល័យឬស្ថាប័នសិក្សាសមស្របមួយនៅទីក្រុងម៉ាកាឬទីក្រុងម៉ាទីណាខណៈដែលលោកបង្ហាញថាជំនួយនេះមិនមែនសម្រាប់តែផលប្រយោជន៍របស់លោកនោះទេផ្ទុយទៅវិញវានឹងក្លាយជាជំនួយដ៏មានតម្លៃក្នុងការការពារនិងអប់រំប្រជាជនមូស្លីមថ្មីនៅក្នុងប្រទេសកូរ៉េតាមមាគ៌ាកុរអាននិងសុនណាដល់ពួកគេជាភាសាកូរ៉េ